បើអ្នកទាំងអស់គ្នាឈប់រឿងទាំងប៉ុន្មាននេះជីវិតអ្នកទាំងអស់គ្នានឹងមានសេចក្តីសុខឈប់អាត្មានិយមជាមួយខ្លួនឯងទៀតឈប់ទុកខ្លួនឯងចោលទៀតឈប់ស្ដីបន្ទោសឲ្យខ្លួនឯងទៀតឈប់មើងងាយខ្លួនឯងទៀតឈប់កុហកខ្លួនឯងទៀតឈប់ទុកខ្លួនឯងចោលទៀតបើអ្នកទាំងអស់គ្នាឈប់រឿងទាំងប៉ុន្មាននេះខ្ញុំហ៊ាននិយាយថាអ្នកទាំងអស់គ្នានឹងមានសេចក្តីសុខនឹងមានពន្លឺនៃជីវិតនឹងមានរឿងល្អៗចូលមកក្នុងជីវិតជារៀងរាល់ថ្ងៃពាក្យដែលយើងតែងតែមើងងាយខ្លួនឯងមិនថានិយាយចេញឬក៏មិនបាននិយាយចេញពាក្យដែលយើងតែងតែមិនឲ្យតម្លៃខ្លួនឯងគឺជាពាក្យទំនាយមួយដែលស័ក្តិសិទ្ធិបំផុតអ្នកទាំងអស់គ្នាគិតបែបណានិយាយថាខ្លួនឯងបែបណាជីវិតអ្នកទាំងអស់គ្នានឹងទៅជាបែបហ្នឹងទំនាយដែលស័ក្តិសិទ្ធិបំផុតគឺទំនាយនៃការគិតរបស់យើងខ្លួនឯងគ្មាននរណាមកដាក់យើងបានគ្មាននរណាមកធ្វើអីយើងបានបើសិនជាយើងមិនចង់ឲ្យគេធ្វើបើអ្នកទាំងអស់គ្នាពីមួយថ្ងៃទៅមួយថ្ងៃស្ដីបន្ទោសឲ្យខ្លួនឯងមើងងាយខ្លួនឯងមិនឲ្យតម្លៃខ្លួនឯងអាត្មានិយមជាមួយខ្លួនឯងជីវិតអ្នកទាំងអស់គ្នានឹងជួបតែរឿងបែបហ្នឹងមនុស្សនៅជុំវិញខ្លួនយើងក៏មិនសូវឲ្យតម្លៃយើងមនុស្សនៅជុំវិញខ្លួនយើងតែងតែអាត្មានិយមជាមួយយើងដោយសារតែសូម្បីតែខ្លួនយើងតល់ក៏យើងអាត្មានិយមជាមួយខ្លួនឯងសូម្បីតែខ្លួនយើងតល់ក៏យើងមើងងាយខ្លួនឯងដែរតើឲ្យមនុស្សជុំវិញខ្លួនយើងឯណាគេមកឲ្យតម្លៃយើងប្រៀបដូចជាច្បាប់ស្រូបទាញបើសិនជាអ្នកទាំងអស់គ្នាបានរៀនឬក៏បានអានសៀវភៅរាល់ការគិតរបស់យើងវានឹងคล้ายជាការពិតនៅក្នុងជីវិតរបស់យើងរាល់ការស្ដីបន្ទោសជេរប្រមាថខ្លួនឯងអ្នកទាំងអស់គ្នានឹងគ្មានថ្ងៃឲ្យខ្លួនឯងមានសេចក្តីសុខហើយក៏គ្មានថ្ងៃរកផ្លូវពន្លឺនៃជីវិតរបស់ខ្លួនឯងដើរទៅរកភាពដែលសមប្រកបភាពដែលល្អប្រសើរដូចគេដោយឯងទេអ្នកទាំងអស់គ្នាគួរតែបញ្ឈប់រាល់ភាពអវិជ្ជមានទាំងឡាយចំពោះខ្លួនឯងគួរតែមកលើកសរសើរពីខ្លួនឯងគួរតែរកគុណតម្លៃរបស់ខ្លួនឯងគួរតែស្រឡាញ់ខ្លួនឯងគួរតែព្យាយាមយល់ពីខ្លួនឯងព្យាយាមសួរខ្លួនឯងព្យាយាមយល់ពីខ្លួនឯងឲ្យបានច្រើនខ្ញុំឧស្សាហ៍និយាយពាក្យនេះណាដោយសារតែមនុស្សយើងសពថ្ងៃពេលដែលយើងជួបទុក្ខលំបាកពេលដែលយើងពីមួយថ្ងៃទៅមួយថ្ងៃពិបាកចិត្តមានអារម្មណ៍ថាធុញថប់ដោយសារតែយើងអត់យល់ពីខ្លួនឯងអ្នកទាំងអស់គ្នាហ៊ាននិយាយថារាល់ថ្ងៃអ្នកទាំងអស់គ្នាកំពុងតែធ្វើអីចង់បានអីឲ្យពិតប្រាកដខ្ញុំជឿថាអ្នកទាំងអស់គ្នានិយាយអត់កើតទេដោយសារតែចិត្តម្ដងលោតឆ្វេងម្ដងលោតស្ដាំម្ដងចង់នេះម្ដងចង់នោះម្ដងសប្បាយចិត្តម្ដងពិបាកចិត្តម្ដងសើចម្ដងយំដោយសារតែយើងនៅវង្វេងទៅមុខទៅក្រោយវង្វេងជាមួយនឹងអ្វីដែលនៅជុំវិញខ្លួនរបស់យើងដោយភ្លេចផ្ដោតទៅលើអ្វីដែលនៅក្នុងខ្លួនរបស់យើងខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាផ្ដោតអ្វីដែលជានៅក្នុងចិត្តរបស់យើងផ្ដោតអ្វីដែលជាខ្លួនរបស់យើងឲ្យខ្លាំងជាងអ្វីដែលនៅជុំវិញខ្លួនរបស់យើងឲ្យយល់ថាតើយើងនេះចង់បានអីតើយើងនេះកំពុងតែទន់ខ្សោយនៅចំណុចណាបើយើងមិនអាចស្រឡាញ់ខ្លួនឯងបានគ្មានអ្នកដទៃណាគេមកស្រឡាញ់យើងទេបើយើងមិនមើលថែខ្លួនឯងបានគ្មានអ្នកដទៃណាគេមកមើលថែយើងបានទេទោះគេមកមើលថែយើងបានទោះគេមកស្រឡាញ់យើងបានយ៉ាងច្រើនក៏វាមិនថិតថេរដូចអ្វីដែលខ្លួនយើងផ្ដល់ឲ្យខ្លួនឯងកុំរងចាំឲ្យអ្នកដទៃមកផ្ដល់អ្វីគ្រប់យ៉ាងដែលយើងត្រូវការមកឲ្យយើងវាមិនថិតថេរដូចអ្វីដែលយើងផ្ដល់ឲ្យខ្លួនឯងទេបើអ្នកទាំងអស់គ្នាផ្ដល់ក្តីស្រឡាញ់ឲ្យខ្លួនឯងវានឹងនៅជាមួយយើងរហូតដល់ដង្ហើមចុងក្រោយរបស់យើងបើអ្នកទាំងអស់គ្នាផ្ដល់នៅទំនុកចិត្តជាមួយខ្លួនឯងវានឹងនៅជាមួយយើងជារៀងរហូតអ្នកទាំងអស់គ្នាផ្ដល់នៅរឿងល្អៗឲ្យខ្លួនឯងវានឹងនៅជាមួយយើងវានឹងឲ្យយើងសប្បាយចិត្តជារៀងរាល់ថ្ងៃទោះមិនបាន24ម៉ោងក្នុងមួយថ្ងៃយ៉ាងណាក៏យើងក្នុងមួយថ្ងៃយើងសប្បាយចិត្តច្រើនជាងកើតទុក្ខសប្តាហ៍ថ្ងៃនេះយើងគ្រប់គ្នាខ្ញុំហ៊ាននិយាយថាកើតទុក្ខច្រើនជាងសប្បាយត្រឹមតែ10-20%ឯតែអាកើតទុក្ខនេះ80%បើសិនជាយើងនៅតែកើតទុក្ខពីមួយថ្ងៃទៅមួយថ្ងៃយើងក៏នឹងរកគោលដៅឲ្យខ្លួនឯងអត់បានជីវិតរបស់យើងត្រូវការពលឺដូចជាព្រះអាទិត្យបើសិនជាលិចហើយយើងត្រូវតែរះមកវិញព្រះអាទិត្យលិចហើយនឹងរះមកវិញនៅថ្ងៃស្អែកអញ្ចឹងថ្ងៃនេះអ្នកទាំងអស់គ្នាកំពុងតែធ្លាក់ដល់ចំណុចណាក៏ដោយត្រូវចាំថាអ្នកទាំងអស់គ្នានឹងងើបមកវិញនៅថ្ងៃស្អែកលើកពីខ្លួនឯងថាស្អែកឡើងខ្ញុំនឹងងើបមកវិញស្អែកឡើងខ្ញុំនឹងលែងមានរឿងអីកើតឡើងហើយ
មិនថាពេលនេះអ្នកទាំងអស់គ្នាជួបរឿងជួបទុកលំបាកធំប៉ុណ្ណាក៏ដោយត្រូវប្រាប់ខ្លួនឯងថាស្អែកខ្ញុំនឹងលែងមានបញ្ហាទៀតថ្ងៃស្អែកខ្ញុំនឹងល្អប្រសើរប្រាប់ខ្លួនឯងបែបហ្នឹងជារៀងរាល់ថ្ងៃថ្ងៃស្អែកនឹងជួបរឿងល្អខ្ញុំហ៊ាននិយាយថាថ្ងៃស្អែកអ្នកទាំងអស់គ្នានឹងជួបរឿងដែលល្អឲ្យតែអ្នកទាំងអស់គ្នាប្រាប់ខ្លួនឯងថ្ងៃហ្នឹងថាមានរឿងអ្វីកាត់ឡើងថ្ងៃស្អែកខ្ញុំនឹងជួបរឿងល្អមាត់របស់យើងគឺស័ក្តិសិទ្ធិណាស់យើងនិយាយបែបណាវានឹងមកតាមអ្វីដែលយើងនិយាយមនុស្សយើងគេហៅថាដូចអច្ឆរិយៈចឹងយើងគិតចង់បានអ្វីគិតចង់ធ្វើអ្វីឲ្យតែយើងពិតប្រាកដយើងនឹងធ្វើបានយើងនឹងយកវាបានខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាចាប់ពីពេលនេះទៅមិនថាជាមានរឿងអ្វីកាត់ឡើងក៏ដោយកុំបោះបង់ខ្លួនឯងកុំស្អប់ខ្លួនឯងកុំទុកខ្លួនឯងចោលកុំជេរប្រមាថមើលងាយខ្លួនឯងត្រូវតែផ្ដល់នៅអាធម៌ពលល្អល្អផ្ដល់នៅភាពសរសើរផ្ដល់នៅតម្លៃឲ្យខ្លួនឯងទើបអ្នកទាំងអស់គ្នាមានជីវិតដែលល្អប្រសើរខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាសាកធ្វើដូចអ្វីដែលខ្ញុំនិយាយវាមិនពិបាកហួសពីសមត្ថភាពរបស់យើងទេខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាបានឃើញវីដេអូខ្ញុំនេះហើយក៏យកទៅធ្វើយកទៅអនុវត្តដោយសារតែមនុស្សយើងម្នាក់បើសិនជាយើងមិនឲ្យតម្លៃខ្លួនឯងមិនស្រឡាញ់ខ្លួនឯងទេយើងនឹងរកសេចក្តីសុខឲ្យខ្លួនឯងអត់បានទេអញ្ចឹងខ្ញុំក៏សប្បាយចិត្តបើសិនជាអ្នកទាំងអស់គ្នាមាននៅជីវិតដែលល្អប្រសើរមាននៅជីវិតដែលមានសេចក្តីសុខច្រើនជាងទុក្ខហើយសម្រាប់ថ្ងៃនេះខ្ញុំមានប៉ុណ្ណេះឯងសង្ឃឹមថាអ្នកទាំងអស់គ្នាស្ដាប់បានហើយយកទៅធ្វើរឿងណាដែលល្អក៏យកទៅអនុវត្តទៅរឿងណាដែលគិតថាមិនល្អក៏អូសរំលងទៅដោយសារតែផ្នត់គំនិតនៃការគិតរបស់មនុស្សយើងម្នាក់គឺខុសៗគ្នាអញ្ចឹងការចែករំលែករបស់ខ្ញុំគ្រាន់តែសង្ឃឹមថាមានអ្នកខ្លះគាត់កំពុងតែរកសោដោះខ្លួនឯងអត់បានហើយគាត់ឮពាក្យសម្ដីខ្ញុំនៅចំណុចណាមួយចាក់ដល់បេះដូងគាត់ក៏ភ្ញាក់រលឹកចង់ដាស់ស្មារតីខ្លួនឯងចង់ស្គាល់ពីខ្លួនឯងឲ្យច្បាស់ជាងនឹងទៀតហើយកុំភ្លេចស្រឡាញ់ខ្លួនឯងមើលថែខ្លួនឯងឲ្យច្រើនមើលថែខ្លួនឯងបានល្អ